ត្រីបំពងជ្រលក់ជាមួយនឹងទឹកត្រីអំពិលទុំហើយត្រីនឹងវិញគឺខ្ញុំចូលចិត្តបំពងវាឲ្យរាងក្រៀមពេលដែលញ៉ាំទៅបានវាស្រួយហើយឈ្ងុយឆ្ងាញ់អញ្ចឹងណាបងប្អូនហើយញ៉ាំផ្ទាប់ជាមួយនឹងបញ្ចុកមានស្ដៅមានអីអញ្ចឹងទៀតមកបងប្អូននិយាយពីថារសជាតិវិញឆ្ងាញ់ខ្លាំងមែនតែនឃើញស្ដៅនៅក្នុងវីដេអូនឹងផ្កាល្អអញ្ចឹងតិចបងប្អូនមើលឲ្យឃ្លានតរទិញនៅផ្សារអីគឺថាអត់មានទេបងប្អូនអើយខែហ្នឹងនេះវីដេអូចាស់ទេខ្ញុំថតយូរហើយតាំងពីខែសម្បូរស្ដៅប៉ុន្តែអត់មានពេលបញ្ចូលសំឡេងអញ្ចឹងណាបងប្អូនអញ្ចឹងហើយថ្ងៃនេះក៏ឆ្លៀតមកអង្គុយបញ្ចូលសំឡេងនឹងឲ្យហើយដើម្បីបានវីដេអូនឹងយកទៅផុសចែកជូនបងស្ត្រីមេផ្ទះមួយចំនួនពេលដែលដល់ម៉ោងធ្វើម្ហូបម្ដងបងខ្លះគឺគាត់ពិបាកនៅក្នុងការរកនឹកមុខម្ហូបអញ្ចឹងហើយពេលដែលខ្ញុំផុសវីដេអូនឹងទៅពេលខ្លះគាត់ឃើញហើយគាត់អាចធ្វើតាមអីអញ្ចឹងទៅចាំមុននឹងគឺខ្ញុំបានយកត្រីអណ្ដែងនឹងយកវាមកបំពងហើយដាក់បំពងវាចោលម្ល៉េះសិនទៅខ្ញុំងាកមករៀបចំគ្រឿងក្រៅសម្រាប់ធ្វើទឹកត្រីអំពិលទុំវិញម្ដងហើយគ្រឿងក្រៅសម្រាប់ធ្វើទឹកត្រីអំពិលទុំនឹងមានអំពិលទុំនឹងគឺខ្ញុំដាក់ទឹកជ្រុំវាយកតែទឹកគេកាក់វាអត់យកទេបងប្អូនហើយមានខ្ទឹមសខ្ទឹមក្រហមម្ទេសស្លឹកខ្ទឹមសនឹងគឺខ្ញុំហាន់វាជាចំណិតស្ដើងខ្លះហើយនឹងច្រាំខ្លះចាស់ហើយមុននឹងត្រីឆ្អិនអញ្ចឹងហើយខ្ញុំក៏ស្រង់ត្រីទុកម្ល៉េះសិនទៅហើយក៏មកស្រុះស្ដៅវិញម្ដងស្ដៅស្រុះតែ1នាទី2នាទីអីបានដែរបងប្អូនស្រុះរួចហើយស្រង់វាទុកម្ល៉េះដែរសិនទៅបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមមកធ្វើទឹកត្រីអំពិលទុំតែម្ដងចាដំបូងហ្នឹងគឺខ្ញុំចាក់ប្រេងឆាបន្តិចចូលទៅក្នុងខ្ទះហើយបន្ទាប់មកដាក់ខ្ទឹមសចិញ្ច្រាំនឹងចូលទៅហើយលីងខ្ទឹមសនឹងឲ្យឈ្ងុយហើយបានដាក់ស្ករត្នោតចូលកូរស្ករត្នោតឲ្យពណ៌ក្រហមល្អហើយនឹងឡើងជើងក្រងសិនបានខ្ញុំដាក់ទឹកត្រីទឹកអំពិលទុំអំបិលមួយចិបហើយនឹងប៊ីចេងហើយខ្ញុំបន្ថែមទឹកចូលទៅបន្តិចដែរដើម្បីកុំឲ្យទឹកត្រីអំពិលទុំនឹងវាខាប់ខ្លាំងពេកហើយដាំវាឲ្យពុះទៅចុងក្រោយបន្ថែមខ្ទឹមសខ្ទឹមក្រហមមានម្ទេសស្លឹកខ្ទឹមចូលទៅគឺថារួចរាល់ជាការស្រេចហើយបើចំពោះរសជាតិទឹកត្រីអំពិលទុំនឹងវិញបងប្អូនចូលចិត្តប្រៃផ្អែមជូរហឹរអីហ្នឹងបងប្អូនលៃលករសជាតិទៅតាមចំណង់ចំណូលចិត្តទៅឥឡូវនេះត្រីបំពងទឹកត្រីអំពិលទុំរបស់ខ្ញុំបានឆ្អិនរួចរាល់ហើយបងប្អូនគឺថាឡើងទំនងខ្លាំងមែនតែនបើនិយាយពីបន្លែផ្ទាប់វិញគឺថាផ្កាស្ដៅនេះឲ្យលេខ1ត្រូវធៀបជាមួយនឹងត្រីបំពងទឹកត្រីអំពិលទុំនឹងណាបងប្អូនហើយដាក់ជាមួយនឹងនំបញ្ចុកអញ្ចឹងទៀតមកផ្ទាប់ជាមួយនឹងត្រីជ្រលក់ជាមួយនឹងទឹកត្រីអំពិលទុំនឹងទៅរសជាតិវិញគឺថាចាប់ជាតិគ្នាឆ្ងាញ់ខ្លាំងតែម្ដងហើយវីដេអូធ្វើម្ហូបរបស់ខ្ញុំថ្ងៃនេះក៏មានតែប៉ុណ្្នឹងដែរអរគុណបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយៗទៀត